រដ្ឋមន្ត្រីក្រសួងកាងារជំរុញឲ្យសហព័ន្ធនយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជារួមទាំងដៃគូអភិវឌ្ឍន៍នានារួមគ្នារកដំណោះស្រាយបញ្ហាប្រឈមដើម្បីជំរុញការលើកកម្ពស់អតិភិបជំនាញនិងផលិតភាពកាងារនៅកម្ពុជាភ្នំពេញក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួមជាមួយសហព័ន្ធនយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជាព្រមទាំងស្ថាប័នពាក់ព័ន្ធតំណាងនយោជកតំណាងគណៈកម្មការនយោជកអង្គការអន្តរជាតិខាងការងារ ILO ដៃគូអភិវឌ្ឍន៍និងដៃគូសង្គមជាច្រើនទៀតបានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដើម្បីជំរុញការលើកកម្ពស់អតិភិបជំនាញនិងផលិតភាពការងារនៅកម្ពុជាឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីអតិភិបជំនាញនិងផលិតភាពសម្រាប់អនាគតកម្ពុជាកាលពីថ្ងៃទី30ខែកញ្ញាឆ្នាំ2025នេះបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធផ្ដល់ឱកាសសម្រាប់ការចូលរួមផ្ដល់នូវមតិយោបល់និងធាតុជលក្នុងការកំណត់នូវបញ្ហាគម្លាតជំនាញនិងតម្រូវការអតិភិបជំនាញក្នុងវិស័យនានាដើម្បីជាធាតុជលក្នុងការកសាងគោលនយោបាយនិងការវិនិយោគអភិវឌ្ឍជំនាញសម្រាប់អនាគតដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយថែមទៀតឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកវេទិកានេះមានសារៈសំខាន់បំផុតដើម្បីប្រមូលនៅធាតុជលសម្រាប់ជាមូលដ្ឋានចូលរួមឆ្លើយតបចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការជំរុញអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ននិងនាពេលអនាគតដើម្បីរក្សាភាពប្រកួតប្រជែងនិងការបន្តទាក់ទាញវិនិយោគជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឲ្យវិស័យឯកជនផ្ដល់ឱកាសដល់សិស្សនិស្សិតឬសិក្ខាកាមមានឱកាសហាត់ការនៅតាមសហគ្រាសនិងក្រុមហ៊ុននានាដើម្បីពង្រឹងសមត្ថភាពជំនាញព្រោះការហ្វឹកហាត់ជំនាញរបស់សិស្សនិស្សិតគឺជាការសម្លៀងជំនាញនិងការផ្ដល់បទពិសោធន៍បានយ៉ាងល្អទៅកាន់សិក្ខាកាមឲ្យផ្សារភ្ជាប់ទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងហើយបន្ថែមពីនេះក៏ជាឱកាសដែលវិស័យឯកជនអាចជ្រើសរើសយកសិក្ខាកាមដែលមានសមត្ថភាពខ្ពស់បម្រើការងារឲ្យខ្លួនបានផងដែរជាមួយគ្នានោះអង្គការសុកពិសិដ្ឋប្រធានសហព័ន្ធនយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជាបានគូបញ្ជាក់ថាតាមរយៈធាតុចូលនៃវេទិកានេះសហព័ន្ធនយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជានឹងខិតខំរៀបចំកសាងនៅយុទ្ធសាស្ត្ររយៈពេលមធ្យម2025-2030សម្រាប់ជំរុញការអភិវឌ្ឍជំនាញឲ្យមានផលិតភាពពេញលេញដើម្បីធានាយកប្រៀបនៃការប្រកួតប្រជែងរីឯលោកតុនសុភ័ណ្ឌអ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ ILO នៅកម្ពុជាបានបញ្ជាក់ថាការប្រែក្លាយកម្លាំងពលកម្មពីអតិពលកម្មទៅជាកម្លាំងជំនាញគឺជាកត្តាចាំបាច់ណាស់សម្រាប់កម្ពុជាដើម្បីទាក់ទាញវិនិយោគិនបន្ថែមក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច